សួស្តីប្រិយមិត្តទាំងអស់គ្នាឥឡូវយើងមកជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីមួយនេះខ្ញុំនឹងធ្វើការបង្ហាញនៅគុណប្រយោជន៍នៃរូបមន្តថ្នាំឱសថបុរាណខ្មែរយើងដែលតែងតែប្រើប្រាស់តវងត្រកូលមកក៏ដូចជាបន្លែផ្លែឈើដែលមានគុណប្រយោជន៍សម្រាប់សុខភាពបាទដូចតែបានរៀបរាប់ក្នុងវីដេអូមុនអញ្ចឹងបាទគឺអត្ថបទផ្សេងៗនេះខ្ញុំបានស្រាវជ្រាវឡើងដើម្បីបង្ហាញដល់បងប្អូនក៏ទុកដូចជាចំណេះដឹងពេលដែលបងប្អូនត្រូវការចង់ដឹងនៅរូបមន្តណាមួយបងប្អូនអាចចូលមកស្ដាប់នៅក្នុង Channel របស់ខ្ញុំបានបាទឥឡូវតោះយើងចូលទៅអត្ថបទសុខភាពមួយទៀតដែលខ្ញុំនឹងលើកយកអំពីត្រួយល្ពៅបងប្អូនស្គាល់ហើយនៅផ្សារសម្បូរលក់មែនតើហើយនៅតាមទីជនបទសិក្សាចម្ការក៏គេដាំច្រើនដែរត្រួយល្ពៅហ្នឹងគឺយើងអាចយកមកស្លដូចជាឆាបន្លែត្រួយល្ពៅស្លប្រហើរស្លអីចឹងណាបងប្អូនដែលតាមចំណូលចិត្តរបស់បងប្អូនហើយឥឡូវខ្ញុំនឹងបង្ហាញនៅត្រួយល្ពៅតើមានបញ្ហាមានគុណសម្បត្តិសម្រាប់សុខភាពអ្វីខ្លះបាទគឺល្ពៅហ្នឹងគឺជាបន្លែដែលអ្នកមិនគួរគិតគូរគឺជាបន្លែដែលអ្នកគិតគូរដល់បញ្ហាសុខភាពបាទហើយភាពចូលចិត្តសុខភាពដែលចូលចិត្តបរិភោគបងប្អូនក៏ចូលចិត្តខ្ញុំក៏ចូលចិត្តដែរត្រួយល្ពៅគឺមានរសជាតិរសឆ្ងាញ់ហើយមានគុណប្រយោជន៍ទៀតសម្រាប់សុខភាពហើយវាមានជាប់ក្តឹបផ្កាកពុំបាទត្រួយហ្នឹងគេបេះមកមានខ្លះមានផ្ការីកមានផ្កាកពុំជាប់ហ្នឹងមកជាមួយផងដែរហើយពួកយើងតែងតែយកមកធ្វើជាអាហារស្លសម្លសម្រាប់បរិភោគប្រចាំថ្ងៃអ្នកខ្លះនិយមយកវាទៅស្រោះធ្វើលក់ជ្រលក់ទឹកគ្រឿងអ្នកខ្លះទៀតក៏យកទៅស្លប្រហើរសម្លម្ជូរឬក៏ស្លកកូរហើយត្រួយល្ពៅហ្នឹងត្រួយនឹងផ្កាល្ពៅហ្នឹងមានរសជាតិសាបក៏ពិតមែនតែសម្បូរទៅដោយកាល់ស្យូមផូស្វ័រប្រូតេអ៊ីនគឺសំខាន់គឺវាសម្បូរដោយវីតាមីន A វីតាមីន A បងប្អូនដែលជំនួយដល់ចក្ខុវិស័យឆ្អឹងនិងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកវាសម្បូរការសរសៃអាហារដែលជួយឲ្យប្រព័ន្ធបន្ទោបង់ប្រព្រឹត្តទៅស្រួលផងដែរបាទមានប្រយោជន៍មែនទែនចំណែកឲ្យត្រួយនិងផ្កាល្ពៅសម្បូរនៅក្នុងរដូវភ្លៀងបាទគឺរដូវភ្លៀងមកគឺលាស់ត្រួយមកល្អណាស់ខ្ចីមើលទៅគួរចង់បរិភោគដោយមានការដាក់លក់នៅតាមទីផ្សារដែលដាក់ក្នុងតម្លៃថោកផងដែរបាទគឺតម្លៃធូរថ្លៃទេមិនថ្លៃដូចបន្លែផ្លែឈើផ្សេងក្រៅពីល្ពៅនេះទេដូច្នេះយើងចូលសារលបងបដូរពីបន្លែផ្សេងមកប្រើត្រួយល្ពៅវិញហើយនឹងផ្កាល្ពៅមើលម្ដងមើលដើម្បីឲ្យមានការផ្លាស់ប្ដូររសជាតិនិងឲ្យរាងកាយបានទទួលសារធាតុអាហារផងដែរបាទអញ្ចឹងគឺប្រយោជន៍វាមានសំខាន់ច្រើនវាមានសារៈសំខាន់ជួយពិសេសគឺជួយជំនួយចក្ខុវិស័យឆ្អឹងយើងនឹងមហារីកទៀតផងបាទជំងឺមហារីកគឺអាចទប់ស្កាត់មិនមែនព្យាបាលទេគឺការពារកុំឲ្យមានជំងឺមហារីកអញ្ចឹងណាបងប្អូននិយាយទៅមិនជាពិបាកទេត្រួយល្ពៅផ្កាល្ពៅត្រួយល្ពៅហ្នឹងគឺយើងអាចទិញយកមកស្លបានច្រើនមុខដែរតាគឺធ្វើជ្រលក់ទឹកគ្រឿងក៏បានធ្វើស្លប្រហើរក៏បានស្លម្ជូរក៏បានឬក៏ស្លកកូរក៏បានដែរបងប្អូនគឺមានបានច្រើនមុខយើងអាចឆាក៏បានឆាត្រួយល្ពៅខ្ញុំចូលចិត្តដែរឆាត្រួយល្ពៅគេហៅតើងល្ពៅបងប្អូនហើយនឹងទឹកគ្រឿងគឺពិសេសមែនតើបាទគឺអត្ថបទសុខភាពចំពោះផ្កាល្ពៅត្រួយល្ពៅដែលខ្ញុំបានលើកឡើងមកខាងលើមុននេះគឺចប់តែត្រឹមនេះហើយអញ្ចឹងបងប្អូនអាចយល់ដឹងពីអត្ថប្រយោជន៍នៃត្រួយល្ពៅបានបោះក្បាយដូច្នេះហើយបងប្អូនអាចនឹងមានចំណូលចិត្តលើអាហារដែលធ្វើឡើងពីត្រួយល្ពៅនេះបានបាទហើយអត្ថបទយើងខ្ញុំសូមបញ្ចប់ត្រឹមនេះយើងនឹងជួបគ្នានៅអត្ថបទសុខភាពថ្មីក្រោយៗទៀតបាទសូមអរគុណហើយសូមជម្រាបលាបងប្អូនត្រឹមនេះហើយបាទសូមអរគុណ